ថ្ងៃនេះមកចែករំលែកពីរបៀបធ្វើជ្រូកមមាញឲ្យឆ្ងាញ់ឬក៏ជូរឆាប់បានញ៉ាំអញ្ចឹងបងប្អូនហើយមានបងប្អូនយើងសំណុំពរជាច្រើនអំពីការធ្វើជ្រូកមមាញអញ្ចឹងណាហើយជាពិសេសគឺមមាញឈ្មោលនេះឯងសម្រាប់ថ្ងៃនេះដោយសារនៅផ្ទះមានមមាញឈ្មោលដុសច្រើនអញ្ចឹងក៏នាងខ្ញុំដកមមាញឈ្មោលដើម្បីធ្វើជ្រូកបង្ហាញបងប្អូនតែម្ដងហើយបងប្អូនសួរច្រើនមែនតើថាមមាញឈ្មោលនឹងអាចជ្រូកបានឬអត់ហើយសូមប្រាប់បងប្អូនថាមមាញឈ្មោលក៏យើងអាចជ្រូកញ៉ាំបានដូចមមាញញីដែរចំណែកឯរសជាតិជ្រូកមមាញវិញគឺឆ្ងាញ់ដូចតែគ្នាទេឥឡូវនេះខ្ញុំសូមបង្ហាញមមាញឈ្មោលរបស់យើងសិនគឺផ្ការបស់វារាងពណ៌ស្វាយស្វាយខុសពីមមាញឈ្មោលគឺផ្កាពណ៌សបងប្អូនហើយដើមវាក៏មិនធំឬក៏ខ្ពស់ដូចមមាញញីដែរចំណែកឯចំណុចពិសេសមួយទៀតបងប្អូនមមាញឈ្មោលអត់មានក្លិនកពុលដូចមមាញញីទេហើយដែលបងប្អូនចូលចិត្តជ្រូកមមាញញីជាងដោយសារតែសម្បូរអញ្ចឹងណាជាទូទៅមមាញនេះគឺវាដុះតាមរងតំណាំដែលយើងដាំហ្នឹងដុះដោយខ្លួនឯងទេហើយឲ្យតែរដូវកាលមានធ្លាក់ភ្លៀងឬក៏យើងស្រោចស្រពទឹកដំណាំផ្សេងៗគឺវាមានដុះហើយចំពោះមមាញឈ្មោលដែលនាងខ្ញុំហៅនេះនៅតំបន់ខ្លះបងប្អូនហៅថាមមាញខ្មោចហៅខុសគ្នាទៅតាមតំបន់ប៉ុន្តែភាគច្រើនបងប្អូនយើងចូលចិត្តជ្រក់ជាមួយនឹងមមាញញីជាងដោយសារតែគាត់ឲ្យដឹងថាមមាញឈ្មោលឬក៏មមាញខ្មោចនេះអាចជ្រក់ញ៉ាំបានហើយចំពោះពិធីជ្រក់គឺនាងខ្ញុំប្រើទឹកបាយដែលបានជញ្ជាត់ទុកមួយឡែកឬក៏ដាំលក្ខណៈជាបបររាវរៀងខាប់ហ្នឹងបងប្អូនទុកឲ្យក្តៅអ៊ុនយកមមាញដែលយើងបានលាងសម្រស់ទុករួចហើយដាក់ចូលក្តុងយើងត្រាំទុករយៈពេល3យប់មកដើម្បីឲ្យមមាញរបស់យើងហ្នឹងមានក្លិនក្រអូបនិងជូរជ្រះបានល្អចាំយើងយកមកលាងសម្អាតវាហើយយើងដាំទឹកស្ករអំបិលដាក់អញ្ចឹងណាមមាញបន្ទាប់ពីយើងត្រាំទឹកបាយឬទឹកបបររយៈពេល3យប់គឺនាងខ្ញុំស្រង់យកមកលាងជំរះទឹកបាយឬក៏ទឹកអង្ករចេញឲ្យស្អាតហើយបានយកមកហាន់លក្ខណៈជាកង់រៀងល្អិតហើយដោយសារតែមមាញរៀងតិចគឺនាងខ្ញុំលាយជាមួយនឹងសណ្តែកបណ្ដុះបងប្អូនមិនលាយក៏បានដែរហើយយើងដាំទឹកអំបិលលាយស្ករទុកឲ្យក្តៅអ៊ុនទៅចាំយើងដាក់ចូលនៅក្នុងជ្រក់មមាញរបស់យើងហើយចំពោះគ្រឿងបងប្អូនអាចប្រើជាមួយនឹងខ្ទឹមសលាយជាមួយនឹងគល់ស្លឹកគ្រៃរួចជាសាច់ច្របល់ចូលគ្នាមកចាំយើងដាក់ទឹកអំបិលស្ករតាមក្រោយក៏បានដែរប្រសិនបើបងប្អូនមានម្ទេសស្រូវឬក៏ម្ទេសអាចសាច់ដាក់លាយគ្នាក៏ឆ្ងាញ់ម្យ៉ាងដែរបងប្អូនរៀងហិលអញ្ចឹងណាហើយបន្ទាប់ពីលាយគ្រឿងក៏ដូចជាគល់ស្លឹកគ្រៃលាយជាមួយនឹងខ្ទឹមសហើយជាពិសេសគឺសណ្តែកបដោះនឹងបងប្អូនដោយសារតែមមាញយើងតិចយើងលាយចូលគ្នាដាក់កដុងហើយយើងដាក់ទឹកអំបិលស្កររៀងក្តៅអ៊ុនចូលមកយើងអាចញ៉ាំបានហើយធ្វើការពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាដើរលឿនមែនតើអាយុកាន់តែចាស់ចំណែកឯស្បែកជ្រីជ្រួញបាត់បង់ទាំង NAD បាត់បង់ទាំង collagen បើបានញ៉ាំជាមួយ NAD Plus Skin យ៉ាងគឺជួយបានគ្រប់យ៉ាងតែម្ដង NAD Plus Skin យ៉ាងនេះបងប្អូនគឺជាវីតាមីនជួយពន្យាភាពចាស់ជាពិសេសថែរក្សាស្បែកឲ្យយើងស្រស់ស្អាតក្មេងជាងវ័យជួយបង្កើនការចងចាំថែរក្សាសុខភាពប្រព័ន្ធប្រសាទនិងខួរក្បាលជាពិសេសបង្កើនប្រព័ន្ធភាពស៊ាំឲ្យប្រឆាំងនឹងជំងឺផ្សេងមិនត្រឹមតែប៉ុណ្ណោះជួយរំលាយអាហារជួយសម្រួលដល់ការគេងនិងគ្រប់គ្រងជាតិស្ករនៅក្នុងឈាមញ៉ាំមួយថ្ងៃពេលគ្រាប់អំឡុងពេលអាហារពេលព្រឹកមួយគ្រាប់និងអំឡុងពេលអាហារថ្ងៃត្រង់មួយគ្រាប់ជាផលិតផលរបស់ក្រុមហ៊ុនចែសោភាពសារធម្មជាតិ24ដែលបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមហ្វាម៉ាស៊ីក្នុងម៉ាតឬក៏តាមផ្សារទំនើបគ្រប់បណ្ដាខេត្តក្រុងក្នុងប្រទេសកម្ពុជាចំពោះជ្រក់មមាញឈ្មោលឬក៏ជ្រក់មមាញខ្មោចនេះបងប្អូនអាចញ៉ាំភ្លាមក៏បានបន្ទាប់ពីយើងដាក់ទឹកអំបិលស្ករហើយឬក៏បងប្អូនទុកមួយយប់ទៀតចាំញ៉ាំក៏បានដែរដើម្បីឲ្យជូរឆ្ងាញ់តាមចំណង់ចំណូលចិត្តអញ្ចឹងបងប្អូនប្រសិនបើនៅផ្ទះមានមមាញប្រភេទនេះដោះកុំភ្លេចយកមកធ្វើជ្រក់ញ៉ាំរដូវកាលនេះត្រូវមែនតើជាមួយនឹងត្រីអាំងត្រីដុតឬក៏ត្រីងៀតដែលគេបូមបៀ